បាទសូមអនុញ្ញាតគោរពសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបតុបតែងអត្ថបទនៅក្នុងកម្មវិធី Word ពាក្យថាតុបតែងអត្ថបទពាក្យបច្ចេកទេសគេហៅថា formatting text formatting text គឺជាការតុបតែងអត្ថបទឬក៏ជាការកែប្រែអត្ថបទឲ្យខុសពីសភាពដើមបាទឥឡូវនេះយើងមើលឧទាហរណ៍នៅខាងក្រោមអត្ថបទនេះនៅពេលដែលយើងវាយវាដំបងគឺយើងកំណត់ម៉ូដអក្សរជា Time New Roman ហើយទំហំវា12យើងវាយមកគឺវាធម្មតាបែបហ្នឹងវាអត់ទាន់មានការប្រែប្រួលទេបន្ទាប់មកនៅពេលដែលយើងធ្វើការតុបតែងវាជួរទី1នេះខ្ញុំកំណត់ជាអក្សរដិតទី2ជាអក្សរ Trade ទី3នេះយើងដាក់បន្ទាត់ពីខាងក្រោមហើយទី4គឺយើងដាក់ highlight ពណ៌លឿងហើយចុងក្រោយគឺយើងដាក់វាជាពណ៌ក្រហមឃើញថាអក្សរហ្នឹងគឺវាខុសពីសភាពដើមដែលយើងទៅនឹងវាយការដែលយើងកែប្រែអត្ថបទឬក៏អក្សររបស់យើងឲ្យខុសពីសភាពដើមបែបហ្នឹងអាហ្នឹងគេហៅថា formatting text បាទបន្តទៀតចំណុចទី1គឺជារបៀបតុបតែងអត្ថបទឬក៏របៀប format text មុននឹងបង្ហាញអ្នកទាំងអស់គ្នាអំពីវិធីសាស្ត្រនៃការ format text ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាស្គាល់នៅ command ចំនួន3សិន command ទី1នេះគឺ bold shortcut របស់វាគឺ Ctrl B យើងប្រើវាសម្រាប់កំណត់ទៅជាអក្សរដិតដែលយើងបានដាក់ឧទាហរណ៍នៅខាងលើនេះទី2គឺឈ្មោះរបស់វា italic និមិត្តសញ្ញារបស់វាអក្សរ I ហ្នឹង shortcut របស់វា Ctrl I គឺយើងប្រើវាសម្រាប់កំណត់ទៅជាអក្សរ Trade ហើយទី3នេះឈ្មោះរបស់វាគឺ underline shortcut របស់វាគឺ Ctrl U យើងប្រើវាសម្រាប់ធ្វើការដាក់បន្ទាត់នៅពីខាងក្រោមអក្សរចំនួន1ជាន់ហើយបើអ្នកទាំងអស់គ្នាចង់ដាក់2ជាន់ក៏បានដែរចាំខ្ញុំបង្ហាញនៅចំណុចបន្ទាប់ទៀតបាទបន្តមកទៀតគឺខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីវិធីសាស្ត្រចំនួន3សម្រាប់ធ្វើការ format text នៅក្នុងកម្មវិធី Word ដែលវិធីសាស្ត្រទី1ហ្នឹងគឺគេឲ្យឈ្មោះហៅថាជា new document new document នៅទីនេះគឺគេសំដៅទៅលើផ្ទាំងឯកសារដែលយើងទើបតែបង្កើតថ្មីឬក៏សំដៅទៅលើផ្ទាំងឯកសាររបស់យើងដែលទទេឲ្យអត់ទាន់មានវ័យអក្សរមានន័យថាឯកសារថ្មីឯកសារចាស់ក៏ដោយមិនសំខាន់ទេសំខាន់ឲ្យតែកន្លែងហ្នឹងអត់ទាន់វ័យអក្សរគឺយើងត្រូវធ្វើការ click ទៅលើ comment តុបតែងវាហើយបន្ទាប់មកចាំយើងវ័យអក្សរឥឡូវយើងមើលឧទាហរណ៍បើសិនជាខ្ញុំចុចលើ comment bold ហើយខ្ញុំវាយអក្សរមកអក្សររបស់យើងគឺវាចេញទៅជា bold ខ្ញុំចុច enter បើសិនជាខ្ញុំចុច enter ហើយ bold នឹងវានៅជាប់នៅឡើយទេអញ្ចឹងដោះវិញគឺចុចទៅលើវាដដែលទៅដើម្បីដោះទី2បើសិនជាខ្ញុំចុចលើ comment italic អក្សរ I នេះយើងវាយអក្សរទៅគឺវាចេញទៅជា italic វាចេញទៅជាអក្សរ Trade enter ដោះវាវិញខ្ញុំចុចលើ I ខ្ញុំចុចលើ U នេះខ្ញុំវាយអក្សរទៅគឺវាចេញទៅជា underline មានន័យថាជាអក្សរដែលវាមានគូបន្ទាត់ពីខាងក្រោមវិធីសាស្ត្រទី1នេះគឺមានន័យថាយើងចុចទៅលើ comment ហើយបានយើងវាយអក្សរវិធីសាស្ត្រនេះគេឲ្យឈ្មោះហៅថាជាវិធីសាស្ត្រ new document ហ្នឹងហើយមានន័យថាគឺសំដៅទៅលើទីតាំងដែលទទេឬក៏ឯកសារដែលយើងបង្កើតថ្មីហ្នឹងហើយយើងអត់ទាន់វាយអក្សរអូខេវិធីសាស្ត្រទី2ក្នុងករណីដែលយើងមានអក្សរស្រាប់វិធីសាស្ត្រនេះគឺគេមានឈ្មោះហៅថា existing text existing បានន័យថាមានស្រាប់ករណីដែលយើងមានអត្ថបទស្រាប់ហើយយើងចង់ធ្វើការតុបតែងគឺយើងគ្រាន់តែ select ទៅលើអត្ថបទបន្ទាប់មកបានយើង click ទៅលើ comment ឥឡូវយើងមើលឧទាហរណ៍ខ្ញុំលុបអានេះចោលខ្ញុំដោះ comment bold នេះសិនបន្ទាប់មកខ្ញុំវាយអត្ថបទស្មើខ្ញុំបង្កើតឯកសារចំនួនមួយកថាខណ្ឌមកស្មើ RAND បើកវងកញ្ចក់លេខ1ហើយខ្ញុំចុច enter នៅពេលដែលខ្ញុំវាយអត្ថបទបែបហ្នឹងហើយខ្ញុំចង់ធ្វើការតុបតែងវាឧទាហរណ៍ខ្ញុំចង់ដាក់ bold ខ្ញុំគ្រាន់តែ select លើផ្នែកណាមួយចឹងទៅអូសលើវាប៉ុណ្្នឹងទៅហើយខ្ញុំចុចលើ bold ផ្នែកផ្សេងទៀតឧទាហរណ៍ខ្ញុំចង់ដាក់អក្សរ Trade ខ្ញុំចុចលើ I កន្លែងផ្សេងទៀតខ្ញុំចង់ដាក់បន្ទាត់ពីក្រោមខ្ញុំគ្រាន់តែ select លើវាហើយខ្ញុំចុចទៅលើ comment underline អញ្ចឹងវិធីសាស្ត្រទី2នេះគឺគេឲ្យឈ្មោះហៅថា existing text មានន័យថាយើងវាយអត្ថបទហើយទើបធ្វើការតុបតែងតាមក្រោយវិធីសាស្ត្រទី3គឺជាវិធីសាស្ត្រនៃការប្រើប្រាស់នៅ shortcut key អ្នកនរគ្នាស្គាល់ shortcut key ទាំង3 command ហ្នឹងហើយ bold គឺ Ctrl B italic ហ្នឹងគឺ Ctrl I ហើយ underline គឺ Ctrl U shortcut key គឺយើងប្រើប្រាស់បានទាំងពីរវិធីសាស្ត្រទាំងមុនទាំងក្រោយវាយអក្សរក៏បានដែរកន្លែងនេះគេចង់បញ្ជាក់ថា shortcut key ប្រើបានទាំងពីរវិធីសាស្ត្រខាងលើចំពោះឯកសារដែលទទេក៏បានមានអត្ថបទហើយក៏បានដែរបើសិនជាយើងមានអត្ថបទហើយអ្នកនរគ្នាចាំបាច់ត្រូវតែ select ឧទាហរណ៍ខ្ញុំ select ប៉ុណ្ណេះខ្ញុំចង់ដាក់ bold ខ្ញុំមិនបាច់យកមកវាចុចនៅលើទេខ្ញុំចុច Ctrl B វាចេញ bold ហើយវា highlight ឲ្យយើងទៀតមិនបាច់យកមកទៅចុចទេខ្ញុំចង់ដាក់អក្សរ Trade ខ្ញុំ select នៅកន្លែងណាមួយខ្ញុំចុច Ctrl I វាคล้ายទៅជាអក្សរ Trade ខ្ញុំ select កន្លែងផ្សេងមួយទៀតខ្ញុំចង់ដាក់បន្ទាត់ពីក្រោមខ្ញុំចុច Ctrl U
នោះវានឹងចេញបន្ទាត់ពីក្រោមហើយវានឹង select នៅ command នឹងឲ្យយើង automatic អាហ្នឹងវិធីសាស្ត្រនៃការប្រើប្រាស់ shortcut key នៅក្នុងករណីដែលយើងមានអក្សរស្រាប់ឥឡូវទីហោខ្ញុំលុបចោលឬក៏ខ្ញុំមិនលុបចោលក៏បានដែរខ្ញុំចូលបន្ទាត់ថ្មីករណីខ្ញុំចង់វាយអក្សរដិតយើងអត់ទាន់មានអក្សរទេនៅក្រោមនេះអញ្ចឹងចុច shortcut ទៅហើយទៅបាទចុច control B ហើយយើងវាយអក្សរមក bold enter អ្នកទាំងអស់គ្នាទៅចាំដាក់កន្លែងណាដោះកន្លែងហ្នឹងយកមកទៅចុចលើហ្នឹងក៏បានចុច control B ម្ដងទៀតទៅដើម្បីដោះវាបន្ទាប់មកខ្ញុំចង់វាយអក្សរ trade ខ្ញុំចុច control I សិនចាំវាយអក្សរចុច control I ហើយខ្ញុំវាយអក្សរមក italic enter ចុច control I ដោះ I យើងចោលដោះ italic យើងចោលខ្ញុំចុច control U ចុច control U ហើយខ្ញុំវាយមក underline សរុបមកវិញវិធីសាស្ត្រនៃការប្រើប្រាស់ shortcut key យើងប្រើបានពីររបៀបមានអក្សរស្រាប់ក៏បានគ្មានអក្សរក៏បានដែរបើមានអក្សរយើងគ្រាន់តែ select ហើយយើងចុច shortcut បើអត់មានអក្សរទេចុច shortcut ហើយចាំយើងវាយអក្សរតាមក្រោយបាទអញ្ចឹងរបៀបនៃការ format text ហ្នឹងគឺមាន3របៀបហ្នឹងហើយអ្នកទាំងអស់គ្នាចងចាំវាទៅវិធីសាស្ត្រទាំង3ហ្នឹងយើងមិនប្រើប្រាស់គ្រប់ទីកន្លែងទាំង3ទេពីព្រោះ command ខ្លះវាមាន shortcut ហើយ command ខ្លះវាអត់មាន shortcut ទេឧទាហរណ៍ដូចជាការចាក់ highlight ចាក់ពណ៌អក្សរវាអត់មាន shortcut ឲ្យយើងចុចទេអញ្ចឹងគឺយើងប្រើបានតែ2វិធីទេគឺវិធីទី1យើងប្រើប្រាស់សម្រាប់ new document ហើយវិធីទី2គឺយើងប្រើប្រាស់សម្រាប់ existing text តែប៉ុណ្ណោះអញ្ចឹង shortcut គឺអត់ដំណើរការទេបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងសូមអរគុណចំពោះការតាមដានទស្សនានៅវីដេអូ clip មួយនេះ